នេះគឺជាសាច់រឿងបែបខ្លីងាយស្រួលដល់បងប្អូនដែលមានពេលវេលាតិចតួចក្នុងការស្ដាប់ដើម្បីលើកទឹកចិត្តដល់ខ្ញុំសូមបងប្អូនជួយ Subscribe វីដេអូឬមួយក៏ជួយ Like Comment ពាក្យពេចន៍ល្អៗនៅក្នុងវីដេអូនេះឬមួយក៏បងប្អូនមានជាសាច់រឿងបានជួបប្រទះផ្ទាល់សូម Comment នៅខាងក្រោមវីដេអូនេះមកខាងបងប្អូននឹងនិពន្ធរឿងបែបខ្លីចែកជូនបងប្អូនទស្សនារឿងនេះជាសាច់រឿងបែបរន្ធត់និងព្រឺព្រួចដែលមានចំណងជើងថារឿងយំអោបសពម្ដាយនៅភូមិដាច់ស្រយាលមួយនៅជើងភ្នំខ្យល់ត្រជាក់នៃរដូវរងាបានបក់បោកមកប៉ះផ្ទះឈើទ្រុឌទ្រោមមួយខ្នងពន្លឺភ្លើងទៀនដែលបំភ្លឺនៅក្បែរមឈូសព្រឹមរេទៅរេមកតាមខ្យល់បក់ធ្វើឲ្យស្រមោលលើជញ្ជាំងមើលទៅដូចជាមនុស្សកំពុងរាំតាមចង្វាក់មរណៈបងប្អូននិងអ្នកជិតខាងបានត្រឡប់ទៅផ្ទះរៀងខ្លួនអស់ហើយនាតអង្គុយសេញជោគសេញចឹងម្នាក់ឯងនៅក្បែរមឈូសរបស់ម្ដាយនាងដើម្បីរងចាំញាតិមិត្តជិតខាងជួយចាត់ចែងវិធីបុណ្យនៅព្រឹកស្អែកសំឡេងសត្វទីតុយយំលាន់ឮពីចម្ងាយកុកហុយបង្កើនបរិយាកាសឲ្យកាន់តែស្ងាត់ស្រងំនាតយំសោកបោកខ្លួនសម្លឹងមើលរូបថតម្ដាយដែលញញឹមស្រស់លើក្បាលមឈូសនាងនឹកឃើញគ្រាដែលម្ដាយរស់នៅធ្លាប់អង្អែលក្បាលនិងបំពេនាងឲ្យគេងដោយក្តីស្រឡាញ់និងការនឹកនាខ្លាំងពេកក៏ដើរទៅបើកគម្របមឈូសបន្តិចរួចលូកដៃទៅកាន់ម្ដាយដែលត្រជាក់ស្រេបដូចទឹកកកម៉ែហេតុអ្វីម៉ែទៅចោលកូនលឿនម្លេះនាតសឹកសួលរួចក៏ទន់ខ្លួនអោបសាកសពម្ដាយជាប់នឹងទ្រូងរំពេចនោះខ្យល់បក់បោកមកយ៉ាងខ្លាំងធ្វើឲ្យទៀនគ្រប់ដើមរលត់ងងឹតឈឹងនាតភ្ញាក់ព្រឺតប៉ុន្តែនាងនៅតែមិនព្រមលែងដៃពីម្ដាយក្នុងយប់ងងឹតឈឹងនោះនាងស្រាប់តែមានអារម្មណ៍ថាដៃរបស់ម្ដាយដែលធ្លាប់តែរឹងកំព្រឹសចាប់ផ្ដើមមានចលនាម្រាមដៃត្រជាក់នោះចាប់ផ្ដើមក្តាប់ដៃនាងបន្តិចម្ដងម៉ែនាតសួរទាំងញ័រមាត់ស្រាប់តែមានសំឡេងដកដង្ហើមធំមួយលាន់ចេញពីក្នុងមឈូសក្លិនស្អុយរលួយដែលមិនធ្លាប់មានពីមុនមកចាប់ផ្ដើមភាយចេញមកក្រៅយ៉ាងខ្លាំងនាតចង់ដកខ្លួនចេញប៉ុន្តែដៃសាកសពម្ដាយបានក្តាប់កដៃនាងយ៉ាងណែនដូចជាដង្កាប់ដែកកូនស្រឡាញ់ម៉ែខ្លាំងណាស់មែនទេសំឡេងក្រលួចស្អកចេញពីមាត់សពដែលហើមប៉ោងនាតភ័យខ្លាចយ៉ាងខ្លាំងនាងព្យាយាមរើបំរាស់ប៉ុន្តែសពនោះចាប់ផ្ដើមងើបអង្គុយស្ដុបពន្លឺព្រះច័ន្ទដែលចាំងតាមប្រហោងជញ្ជាំងភ្នែកបន្ទោលព្រាកធ្វើឲ្យឃើញមុខម្ដាយនាងដែរតែឥឡូវនេះមានភ្នែកពណ៌សក្បុសបែកមុខចាប់ដើមធ្លាក់ចុះមកក្រោមដាច់សាច់ដុំឈាមហូរមិនចេះអស់និងមានដង្កូវចេញពីប្រហោងច្រមុះនិងភ្នែកពាសពេញរាងកាយមកដេកជាមួយម៉ែមកកូនក្នុងមឈូសនេះត្រជាក់ណាស់សពម្ដាយនិយាយរួចក៏ទាញនាតចូលនៅក្នុងមឈូសនាតស្រែកយំយ៉ាងខ្លាំងជួយផងប៉ុន្តែគ្មានអ្នកណាឮឡើយកម្លាំងខ្មោចម្ដាយនាងខ្លាំងអស្ចារ្យណាស់នាងត្រូវបានអូសចូលទៅក្នុងមឈូសចង្អៀតនោះរួចគម្របក៏បិទជិតឈឹងក្រាំងផ្សែងហុយជប់នៅខាងក្នុងដងងងឹតនាតមានអារម្មណ៍ថាមានអណ្ដាតវែងប្រហែល1ម៉ែត្រត្រជាក់កំពុងលិតថ្ពាល់នាងរួមជាមួយសំឡេងសើចក្រលួចហាយើងនឹងនៅជាមួយគ្នាជារៀងរហូតព្រឹកឡើងអ្នកភូមិមកដល់ផ្ទះធ្វើបុណ្យក៏នាំគ្នាឃើញផ្អើលឆោឡោឃើញគម្របមឈូសបិទជិតប៉ុន្តែមានឈាមស្រស់ហូរចេញចន្លោះឈើនោះនៅពេលគេបើកមឈូសឡើងអ្នកគ្រប់គ្នាស្ទើរតែគាំងបេះដូងនាត
ដេកស្លាប់ក្នុងសភាពភ្នែកនៅបើកផ្លុងក្នុងរង្វង់ដៃអោបសពម្ដាយនាងយ៉ាងណែនហើយនៅលើមុខនាងមានស្នាមក្រចកខ្វេះយ៉ាងជ្រៅតាំងពីពេលនោះមកអ្នកភូមិតែងតែឮសំឡេងស្រីក្រមុំយំខ្សឹកខ្សួលចេញពីផ្ទះដែលគេបោះបង់នោះនៅពេលយប់ដែលមានខ្យល់រងាមកដល់